សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរបន្ទាប់ពីសន្តុសត្វទេវបុត្របានប្រមើលមើលនៅបញ្ចវិលោកណៈទាំង5ក៏កើតនៅពពៈនិមិត្ត5ប្រការដល់សន្តុសត្វទេវបុត្រនោះ1ពពហាទឹកដែលទ្រង់តតែងប្រកាយត្រូវស្រពោនស្វិត2សម្ពុទឹកមានពណ៌សៅម៉ង3ញើសហូរចេញពីប្រកាយឬក៏ឃ្លី4ព្រះកាយទ្រង់ចាស់ជរាទ្រុឌទ្រោម5ទ្រង់អបសុខព្រះតីមិនចង់ស្ថិតនៅក្នុងស្ថានទឹកឡើយសន្តុសត្វទេវបុត្រចុះទ្រង់ចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងសិរិមហាមាយាជាអគ្គមហេសីនៃព្រះបាទសិរីសុទ្ធោទនៈមហាក្សត្រនៅដែនសកៈក្រុងកបលភ័ស្ត្រក្នុងសក្យត្រកូលដែនដីចម្ពូទ្វីបនៅមជ្ឈិមប្រទេសនៅថ្ងៃប្រហោះពេញបរមីខែអាសាឍឆ្នាំរកាវេលាទៀបភ្លឺ